បច្ចៈផលគុណថាតើយើងគុណលេខនឹងត្រូវឬក៏ខុសអ្នកគ្រូបច្ចៈតាមវិធីខ្វែងឥឡូវទី1ដល់ឬក៏ត្រូវយើងមើលយើងបូកលេខខាងលើនេះដែលជាតួគុណទី1ចាតួគុណទី1របស់យើងមានលេខប៉ុន្មានខ្ទង់3ខ្ទង់យើងបូកបញ្ចូលគ្នាយក6បូក3 6បូក3ស្មើប៉ុន្មាន9 9បូក0ស្មើប៉ុន្មានពេលយើងឃើញនេះយើងបូកចូលគ្នាទៅយើងឃើញ9យើងយកមកដាក់កន្លែងខ្វែង1តើអត់បន្ទាប់មកតួគុណទី2របស់យើងបើសិនជាលេខ2ខ្ទង់3ខ្ទង់កូនបូកវាបញ្ចូលគ្នាតែបើលេខមានតែ1ខ្ទង់យើងយកមកដាក់តែម្ដងយល់អត់ចាលេខរបស់យើងមានប៉ុន្មានខ្ទង់ចឹងចាបើមានតែ1ខ្ទង់កូនយកមកដាក់ចំកន្លែងនេះតែម្ដងតើអត់បើមាន2ខ្ទង់ឧទាហរណ៍ថាកន្លែងនេះលេខ2កូនយក2បូក4ហ្នឹងឲ្យចេញតែ1ខ្ទង់មក6តែជាក់ស្ដែងលេខយើងតែ1ខ្ទង់ទេយល់អត់បន្តមកទៀតយើងយកអា2ហ្នឹងគុណបញ្ចូលនេះ9 4ដងម៉ាន9 4ដង36ចានេះ36យើងអត់យក36យកមកដាក់ឯកាលណាមានលេខ2ខ្ទង់អញ្ចឹងយើងបូកវាឲ្យចេញលេខ1ខ្ទង់តើអត់ឲ្យខ្លាយជាលេខ1ខ្ទង់3បូក6សល់ម៉ានចា3បូក6គឺស្មើ9មិនមែនសល់ទេ9យើងយកមកដាក់9ឡើងនេះ1យល់អត់បន្តមកទៀតយើងបូកឲ្យ3 4ខ្ទង់ដែលជាផលគុណហ្នឹងបញ្ចូលមក2បូក5ស្មើម៉ាន7បូក2 9បូក0ចា9កាលណាលេខនេះគឺគុណត្រូវហើយកាលមិនដឹងគេដឹងថាគុណត្រូវអ្នកគ្រូនេះដោយសារតែនេះ2នេះវាមានលេខដូចគ្នាកាលណាសងខាងនៅកន្លែងនេះនិងនៅកន្លែងនេះមានលេខ9 9ដូចគ្នាឬក៏លេខ1ដូចគ្នាឬក៏លេខ2ដូចគ្នាដែលជាលេខដូចគ្នាគឺយើងគុណលេខនឹងត្រឹមត្រូវហើយយល់